ជំរាបសួរថ្ងៃនេះខ្ញុំនឹងមកចែករំលែកវីដេអូធ្វើលំហាត់ដង្ហើមមួយចំនួនដើម្បីជួយសម្រួលលោកអ្នកជាពិសេសសម្រួលអារម្មណ៍តានតឹងភាពតានតឹងរបស់លោកអ្នកឲ្យមកនៅក្នុងកម្រិតគ្រប់គ្រងបានលំហាត់ទី1ដែលខ្ញុំចង់ណែនាំគឺលំហាត់ដង្ហើមការ៉េខ្ញុំដកដង្ហើមចូលខ្ញុំរាប់4ខ្ញុំទប់ដង្ហើម4ខ្ញុំដកចេញ4ខ្ញុំទប់4ទៀតខ្ញុំបានជាការ៉េហើយបានខ្ញុំទៅមកជុំទៀតលោកអ្នកតនេះលោកអ្នកគ្រាន់តែអង្គុយបើសិនជាលោកអ្នកអង្គុយលោកអ្នកអាចដាក់ដៃទាំងពីរនៅលើជង្គង់ដូចនាងខ្ញុំអញ្ចឹងហើយសូមប្រកាសថារាងកាយរបស់លោកអ្នកទាំងមូលសម្រាកពាក្យថាសម្រាកយ៉ាងម៉េចគឺអត់ប្រឹងអត់ព្យាយាមទប់អ្វីទេអនុញ្ញាតឲ្យរាងកាយរបស់លោកអ្នកសម្រាកខ្ញុំនឹងធ្វើដៃរាប់ខ្ញុំសូមបើកភ្នែកខ្ញុំសូមបើកភ្នែកហើយខ្ញុំនឹងធ្វើដៃរាប់ប៉ុន្តែលោកអ្នកអាចបិទភ្នែកក៏បានដែរតែថាខ្ញុំជាអ្នករាប់ហើយចាប់ផ្ដើមលំហាត់ដង្ហើមការ៉េដកដង្ហើមចូល1 2 3 4ទប់1 2 3 4ចេញវិញ1 2 3 4ទប់1 2 3 4ចូល1 2 3 4ទប់1 2 3 4ចេញ1 2 3 4ទប់1 2 3 4លោកអ្នកអាចសម្រួលដង្ហើមរបស់លោកអ្នកតាមធម្មតាមកវិញឥឡូវនេះសម្រៀនដកដង្ហើមនេះដោយមិនបាច់ខ្ញុំរាប់លោកអ្នករាប់ដោយខ្លួនឯងខ្ញុំក៏រាប់នៅក្នុងចិត្តខ្លួនឯងដែរហើយធ្វើបែបនេះឲ្យបាន4ជុំសូមព្យាយាមសង្កេតមើលរាងកាយរបស់លោកអ្នកដកដង្ហើមចូលតាមធម្មតាមួយបណ្ដាជ្រៅទៅក្នុងពោះកុំភ្លេចញញឹមឲ្យខ្លួនឯងផងព្រោះរាងកាយរបស់លោកអ្នកកំពុងតែរីករាយនៅពេលដែលលោកអ្នកអាចដកដង្ហើមចូលឲ្យជ្រៅទៅក្នុងកាយទាំងមូល